ក្នុងឋានៈជាអតីតទាហានម្នាក់ដែលធ្លាប់ចូលសមរភូមិ105លើករបួស5ដងខ្វាក់ភ្នែកម្ខាងឈាមស្ទើរតែហូរក្នុងបេះដូងដែលត្រូវឲ្យគេជន់ឈ្លីលើអធិបតេយ្យហើយមិនព្រមផ្ទុះអាវុធអញ្ចឹងយើងសុខចិត្តទ្រាំឲ្យគេជន់ក្បាលមកបន្តិចសិនដោយមិនធ្វើការវាយប្រហារភ្លាមយើងវាយបានមិនមែនវាយមិនបានទេប៉ុន្តែវានឹងមានសភាពការអីកើតឡើងនឹងជាលទ្ធភាពទី1គឺទុកឲ្យសភាពការវាត្រឹងនៅប៉ុណ្ណឹងសិនគេក៏មិនមកមុខថែមទៀតឲ្យគេនៅអាកន្លែងហ្នឹងសិនកុំឲ្យគេមកមុខថែមទៀតនេះជាលទ្ធភាពទី1លទ្ធភាពទី2គឺលទ្ធភាពផ្ទុះអាវុធនៅតំបន់វត្តកែវសិរសាប្រាសាទព្រះវិហារនិងតំបន់ជិតខាងតម្រូវឲ្យយើងលុបចោលនៅការិយាល័យបោះឆ្នោតមួយចំនួនតម្រូវឲ្យយើងលុបចោលការបោះឆ្នោតមួយការិយាល័យបោះឆ្នោតមួយចំនួនដែលនៅជិតខាងប្រជាជនមិនអាចទៅបោះបានទេទៅលុបចោលនឹងជាលទ្ធភាពទី2ឯលទ្ធភាពទី3គឺមានការផ្ទុះអាវុធទ្រង់ទ្រាយធំទូទាំងព្រំដែនកម្ពុជាថៃហើយអាចមានការវាយលុកចូលជ្រៅក្នុងដីរបស់យើងដោយកងទ័ពថៃតម្រូវឲ្យយើងលុបចោលការបោះឆ្នោតជាតិមួយទាំងស្រុងតែម្ដងអញ្ចឹងលទ្ធភាពទាំង3នេះដែលវានឹងលេចឡើងនេះតើរើសយកមួយណារើសយកអាធ្វើសង្គ្រាមទូទាំងព្រំដែនរើសយកអាការផ្ទុះអាវុធក្នុងតំបន់ដែលប្រាសាទព្រះវិហារឬរើសយកវិធីនៅស្ងាត់ស្ងៀមឲ្យត្រឹងកុំផ្ទុះអាវុធប៉ុន្តែកុំឲ្យអ្នកឯងមកមុខទៀតនេះហើយជាបញ្ហានៃមេដឹកនាំត្រូវធ្វើការសម្រេចចិត្តបដិជគុណលោកយាយលោកតាក្នុងឋានៈជាអតីតទាហានម្នាក់ដែលធ្លាប់ចូលសមរភូមិ105លើករបួស5ដងខ្វាក់ភ្នែកម្ខាងឈាមស្ទើរតែហូរក្នុងបេះដូងដែលត្រូវឲ្យគេជន់ឈ្លីលើអធិបតេយ្យហើយមិនព្រមផ្ទុះអាវុធប៉ុន្តែលោកយាយលោកតាឥឡូវនេះតើការសម្រេចចិត្តរបស់ខ្ញុំកណាខ្ញុំត្រូវឬខុសបើសិនជាយើងសម្រេចចិត្តទៅតាមការចង់បានរបស់មនុស្សខ្លះក្នុងបកប្រឆាំងដែលពេលនោះដាក់ផ្លែខ្ញុំកណាខ្ញុំថាមិនហ៊ុនសែនមិនបញ្ជាឲ្យហ៊ីងមួយនេះប្រឆេះរត់កោទៀតទៅដាក់ផ្លែដល់ប៉ុណ្ណឹងប៉ុន្តែឥឡូវយើងដោះស្រាយបានបញ្ជាការផ្ទុះអាវុធនៅពេលនោះយើងអត់បានលុបចោលការិយាល័យបោះឆ្នោតណាមួយនៅក្នុងតំបន់នោះទេលើកលែងតែកងទ័ពមួយចំនួនរាប់ទាំងអភិបាលខេត្តរងមន្ត្រីយោធាមួយចំនួនអត់បានចុះមកបោះឆ្នោតទេព្រោះនៅជាប់ដៃគ្រានៅនោះខាងមុខក៏សំបាញ់តបតដល់កម្លាំងធំព្រោះគេវាយកម្លាំងធំមកខ្លាំងពេកយើងត្រូវជំរាបប្រជាជនមកខាងក្រៅមកដល់សំរោងគេវាយមកដល់ក្បែរសំរោងទីរួមខេត្តទៅទៀតតលេសតលេអីតិចទីអើយបាញ់រាប់ម៉ឺនគ្រាប់បងប្អូនយើងទីពជាការសមរភូមិវីដេអូកាន់ប៉ុនសុំបាញ់កម្លាំងតបតបខ្ញុំកណាខ្ញុំមិនអោយបាញ់អត់អោយបាញ់ប្រាប់ឲ្យខាងមុខទប់ថ្មើរជើងឲ្យជាប់ដោយប្រើប្រាស់កម្លាំងធន់មធ្យមទៅទីនោះសូមជម្រាបលោកយាយលោកតា
នេះជាឆន្ទៈនយោបាយដើម្បីកុំឲ្យពង្រីកសង្គ្រាមយើងមិនចង់ឲ្យមានសង្គ្រាមទេល្ងាចថ្ងៃ27ខែ2អភិសិទ្ធថា27ខែ1អភិសិទ្ធថាបើមានទងជាតិត្រូវតម្លាក់ចុះខ្ញុំកណាខ្ញុំប្រាប់ទៅពលសរឿនប្រាប់ទៅទាបាញ់បញ្ចេញរត់បញ្ចេញកំភ្លើងធំទៅសង្គ្រាមដល់ហើយតម្លាក់ទងជាតិស្មើនឹងដកពលឹងមិនអាចទៅក៏មិនបានទេពេលនេះជំរឿនយោធាដើម្បីទប់ទល់នឹងការឈ្លានពានត្រូវទៅធ្វើបានជាមានអាហេតុការវាយគ្នាថ្ងៃទី4ខែកុម្ភៈនិងយប់ថ្ងៃទី6ខែកុម្ភៈវាយគ្នាខ្ញុំនៅកំពង់សោមប៉ុន្តែវាយគ្នាយើងមានវីដេអូខិនប្រហែលអង្គុយទល់មុខគ្នាជាប់ជាមួយនឹងមេបញ្ជាការនៅឯតាមទិសសមរភូមិបញ្ជាតាមទូរស័ព្ទផងបញ្ជូនតាក់ទងផងនិងបញ្ជាតាមវីដេអូខិនប្រហែលផងរដ្ឋមន្ត្រីការពារជាតិថៃទូរស័ព្ទវឹងមកហើយខ្ញុំកណាខ្ញុំឮទាំងសម្លេងនាយករដ្ឋមន្ត្រីថៃនៅក្បែរសុំឈប់បាញ់បាន5នាទីទៀតឈប់បាញ់អាហ្នឹងរួចមួយថ្ងៃ4ទៅដល់ថ្ងៃ6វាយគ្នាទៀតដាក់គ្រាបកាទៀតអាហ្នឹងលេងសិតតែអត់ទន់ធ្ងន់ណាគេហៅទូរស័ព្ទមកទៀតថាឈប់បាញ់បើឈប់មកពីលោកឯងវាយទៅឥឡូវបើលោកឯងឈប់ខ្ញុំក៏ឈប់ឥឡូវឯងគម្រាម20នាទីទៀតឈប់នៅម៉ោងប៉ុន្មានកំណត់ប៉ុនមកនៅវាយទៀតដល់វាយទៀតពួកនឹងដាក់ BM21 ចូលប្រទាយមួយស្រែកយ៉ៃទៀតតើឯងឈប់បើមិនឈប់អីកើតហើយពេលហ្នឹងយើងអត់ធ្វើនយោបាយតែមួយយោធាទប់នៅនឹងកន្លែងបញ្ជូនបញ្ហាទៅក្រមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិភ្លាមអាវុធមិនតាន់បាត់ផ្ទុះផងខ្ញុំចុះហត្ថលេខាបាត់ហើយរដ្ឋមន្ត្រីការពារជាតិកំពុងតែទៅចូលរួមពិធីដូចថ្ងៃនោះសុនចន្ទរឲ្យមកធ្វើកិច្ចភាពបញ្ជូនទៅប្រធានមហាសន្និបាតប្រធានក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិនិងប្រធានមហាសន្និបាតអង្គការសហប្រជាជាតិកោះប្រជុំបន្ទាន់កសើតពីរុំរដ្ឋមន្ត្រីការបរទេសថៃជាន់នោះថាកម្ពុជាស្នើរើសប៉ុន្តែគ្មានណាយកចិត្តទុកដាក់នឹងប្រជុំទេដល់ទីចុងបំផុតប្រតិបត្តិការក្នុងរង្វង់ត្រឹមតែ1អាទិត្យមិនដល់1អាទិត្យក្រុមប្រឹក្សាសន្តិសុខកោះប្រជុំបន្តព្រោះរឿងទាំងអស់រាប់រយរឿងគេប្តឹងទៅក្រុមប្រឹក្សាសន្តិសុខមិនមែនរឿងណាសិតតែក្រុមប្រឹក្សាសន្តិសុខកោះប្រជុំទេប៉ុន្តែកម្ពុជាកោះស្នើឲ្យកោះប្រជុំគឺក្រុមប្រឹក្សាសន្តិសុខកោះប្រជុំបន្តកសើតពីរុំអតីតរដ្ឋមន្ត្រីការបរទេសថៃទៅញូវយ៉កស្ទើរមិនតាន់ពេលផងក្រោយមកយើងដាក់បញ្ហានឹងទៅតុលាការអន្តរជាតិឡើងអីតើវិធីដោះស្រាយនយោបាយរដ្ឋរបស់នាយករដ្ឋមន្ត្រីហ៊ុនសែនតាមគេហៅថាមុំចង្ក្រាន3នេះសមស្របឬទេសម្រាប់ការវិនិច្ឆ័យរបស់ប្រជាពលរដ្ឋដែលជាម្ចាស់ឆ្នោតទី1យោធាទប់ទល់នៅនឹងកន្លែងកម្លាំងប្រពុតទប់ទល់នៅនឹងកន្លែងកុំឲ្យគេឈ្លានពានបានពីមុនដោះស្រាយដល់សន្តិវិធីដើម្បីបញ្ចេញកម្លាំងចរចាដោះស្រាយដល់សន្តិវិធីវិធានការទប់ទល់កម្លាំងនៅនឹងកន្លែងទី2ដំណើរការទូតតាមរយៈយន្តការក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិនិងតាមរយៈអាស៊ានឯទី3តាមរយៈផ្លូវច្បាប់ទៅតុលាការអន្តរជាតិទីក្រុងឡាអេតើការសម្រេចចិត្តរបស់នាយករដ្ឋមន្ត្រីហ៊ុនសែនធ្វើបែបនេះត្រឹមត្រូវហើយឬនៅ